ពេលកូនកើតមកម៉ែសប្បាយទោះអត់ប្រាក់ចាយមិនចេញស្ដីស៊ីឈ្នួលធ្វើការប្រឹងរែកដីលំបាកម្ដេចក្ដីឥតមានធ្ងោតូតូក្រមានៅហាលថ្ងៃយកដៃជូតញើសដែលវាហូរពេលនឹកដល់កូនចិត្តទន់តូញើសហូរមិនស្មើចិត្តស្រឡាញ់មានគេសួរថខំអ្វីម្លេះថ្ងៃក្តៅសឹងឆេះមិនចេះចាញ់ម៉ែឆ្លើយថាព្រោះកូនស្រឡាញ់កិត្តកាញ់រកប្រាក់កុំចង់លហែធ្វើម្ដេចកូនខ្ញុំកុំព្រាឪតាំងតែពីនៅក្នុងពោះម៉ែខំប្រឹងចិញ្ចឹមបីបាច់ថែរក្សាតលតែឥឡូវនេះពេលនេះកូនខ្ញុំពេញកំឡោះរូបរាងស្រស់បោះមិនសំគីខ្ញុំបានទិញកង់ឲ្យកូនជិះខ្ញុំរិះកំណាញ់តែមាត់ឯងខ្ញុំឲ្យកូនរៀនដល់ថ្នាក់ខ្ពស់ដើម្បីកូនរស់ខំប្រឹងប្រែងធ្វើការរាល់ថ្ងៃខ្ញុំរឯងខ្លាចក្រែងតែកូនប្រឡងធ្លាក់ម៉ែឆ្លើយរៀបរាប់ពីកូនគាត់ចិត្តម៉ែមិនព្រាត់ពីកូនជាចិត្តម៉ែដូចទឹកហូរទម្លាក់ហូរឥតមានទាក់រកកូនប្រុសកូនប្រឡងធ្លាក់ម៉ែស្លុតចិត្តអាណិតថាកូនឥតកំហុសកូនគាត់ពូកែឥតមានខុសតែព្រោះកូនប្រុសអត់ប្រាក់សោតាមពិតកូនគាត់វាខ្ជិលរៀនរវល់តែញៀនគ្រឿងស្មោកគ្រោកម៉ែខំធ្វើការបែកញើសជោកកូនគាត់កើតរោគមិនដឹងខ្លួនកូនរឹតតែស្គាល់ម៉ែខ្លោចចិត្តអាណិតថាកូនខំប្រឹងរៀនកូនចេញបាត់ដូចបិទពួនកុហកម៉ែខ្លួនថារៀនឈ្នួលម៉ែខំរកប្រាក់ឲ្យកូនរៀនប្រឹកព្រៀនដាំបាយរៀបសំរួលក្រៃលែងជាងខ្ញុំដែលគេជួលឃើញកូនមិនស្រួលនាំទៅពេទ្យគ្រាម៉ែប្រត់ប្តីម៉ែមិនស្លុតក៏រន់តែស្រយុតចិត្តស្រលេតលើកនេះដឹងថាកូនកើតអេតម៉ែស្លុតចូលពេទ្យឈប់ពលស្ដីមរតកលោកីសម្បូរសម្បត្តិសប្បាយចាយចងជន់ទាំងឡាយជាប់យ៉ាងជ្រៅគេឈ្មោះយសស័កតាក់ឲ្យនៅវាយបណ្ដើទៅសំដៅខ្នោះគេគុលគេគប់ទ្របចែកឲ្យថ្ងៃមុខថ្ងៃក្រោយគង់តែអស់ជួនម្ចាស់ចែកឋានចោលរបស់ជួនចោលយកអស់ម្ចាស់អួលអាមរតកដែលបានគ្រប់គ្នាគឺចាស់ជរានិងមរណៈរោគាព្យាធិតាមបណ្ដាក់របួសគ្រោះថ្នាក់តាមប្រមាណជីវិតរស់សុខស្ទើរពុំបានសល់ពេលប៉ុន្មានរកធនធានសិក្សាវិជ្ជារកការ